នៅខែឧសភាឆ្នាំ1967 អេស៊ីបបានប្រមូលកងទ័ពរបស់ខ្លួននៅជិតព្រំដែននិងបានបណ្ដេញកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលប្រចាំការនៅឧបទ្វីបស៊ីណៃតាំងពីឆ្នាំ1957ព្រមទាំងបិទច្រកចូលពីអ៊ីស្រាអែលទៅកាន់សមុទ្រក្រហមទៀតផងរដ្ឋអារ៉ាប់ផ្សេងទៀតក៏បានប្រមូលកម្លាំងរបស់ខ្លួនដែរអ៊ីស្រាអែលបានបញ្ជាក់សារជាថ្មីថាសកម្មភាពទាំងនេះគឺជាសកម្មភាពបង្កសង្គ្រាមរបស់ប្រទេសអារ៉ាប់នៅថ្ងៃទី5ខែមិថុនាអ៊ីស្រាអែលក៏បានចាប់ផ្ដើមសមប្រយុទ្ធមុននឹងវាយប្រហារប្រឆាំងបកទៅអេស៊ីបសូដានីស៊ីរីនិងអ៊ីរ៉ាក់បានឆ្លើយតបនឹងចូលរួមក្នុងការវាយប្រហារលើប្រទេសអ៊ីស្រាអែលដែរសង្គ្រាមនោះត្រូវបានគេហៅថាសង្គ្រាម6ថ្ងៃដោយលទ្ធផលគឺអ៊ីស្រាអែលបានយកជ័យជំនះលើប្រទេសសូដានីដោយដណ្ដើមកាន់កាប់តំបន់ West Bank និងបានយកជ័យជំនះលើអេស៊ីបដោយបានកាន់កាប់តំបន់ Gaza Strip និងឧបទ្វីបស៊ីណៃលើពីនេះអ៊ីស្រាអែលក៏បានយកឈ្នះប្រទេសស៊ីរីដោយបានកាន់កាប់តំបន់ខ្ពង់រាបកូឡុងទៀតផងគិតត្រឹមឆ្នាំ2019មានតែសហរដ្ឋអាមេរិកនៃរដ្ឋបាលប្រធានាធិបតី Donald Trump ប៉ុណ្ណោះដែលប្រកាសទទួលស្គាល់ទឹកដីខ្ពង់រាបកូឡុងថាជារបស់អ៊ីស្រាអែលព្រំដែនសេរុយសាឡឹមដែលកាន់កាប់ដោយអ៊ីស្រាអែលត្រូវបានពង្រីកដោយរួមបញ្ចូលទាំងក្រុងសេរុយសាឡឹមខាងកើតក្នុងឆ្នាំ1949ព្រំដែនបៃតងក៏បានក្លាយជាព្រំដែនរដ្ឋបាលរវាងអ៊ីស្រាអែលនិងដែនដីវាយបានយកមកកាន់កាប់បន្ទាប់ពីចាញ់សង្គ្រាមឆ្នាំ1967ប្រទេសសម្ព័ន្ធអារ៉ាប់បានបើកកិច្ចប្រជុំហើយបានដាក់ចេញរួមគ្នានៅដំណោះស្រាយមួយដែលមានឈ្មោះថាគ្មាន3ជាមួយនឹងអ៊ីស្រាអែលគោលការណ៍ទាំង3នោះរួមមានទី1គ្មានសន្តិភាពជាមួយនឹងអ៊ីស្រាអែលទី2គ្មានទេការចរចាជាមួយនឹងអ៊ីស្រាអែលនិងទី3គ្មានទេការទទួលស្គាល់រដ្ឋអ៊ីស្រាអែលកំឡុងសង្គ្រាមឈ្លានពានឆ្នាំ1967ដល់ឆ្នាំ1970ដែលអ៊ីស្រាអែលប្រឈមមុខនឹងការវាយប្រហារពីអេស៊ីបនៅឧបទ្វីបស៊ីណៃនិងពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែលមានគោលដៅចង់វាយប្រហារលើប្រជាជនអ៊ីស្រាអែលទាំងនៅក្នុងទឹកដីដែលបានកាន់កាប់ក្នុងប្រទេសអ៊ីស្រាអែលនិងនៅជុំវិញពិភពលោកក្រុមសំខាន់បំផុតក្នុងចំណោមក្រុមផ្សេងៗជាច្រើនរបស់ប៉ាឡេស្ទីននិងអារ៉ាប់គឺអង្គការរំដោះប្រជាជនប៉ាឡេស្ទីនហៅកាត់ថា PLO ដែលបានបង្កើតឡើងក្នុងឆ្នាំ1964ដែលដំបូងឡើយបានបដិញ្ញាខ្លួនថាមានតែការតស៊ូដោយប្រដាប់អាវុធតែមួយគត់ទើបជាមធ្យោបាយរំដោះទឹកដីកំណើតនៅចុងឆ្នាំ1960និងដើមទសវត្សរ៍ឆ្នាំ1970ក្រុមប៉ាឡេស្ទីនបានចាប់ផ្ដើមសកម្មភាពវាយប្រហារប្រឆាំងអ៊ីស្រាអែលនិងប្រជាជនជ្វីសនៅជុំវិញពិភពលោករួមទាំងការសម្លាប់អត្តពលិកអ៊ីស្រាអែលនៅក្នុងព្រឹត្តិការណ៍អូឡ িম্প ិករដូវក្តៅឆ្នាំ1972នៅក្រុងមុយនិចប្រទេសអាល្លឺម៉ង់ជាការឆ្លើយតបចំពោះការសម្លាប់នេះរដ្ឋាភិបាលអ៊ីស្រាអែលបានបើកយុទ្ធនាការសម្លាប់អ្នកដែលរៀបចំការសម្លាប់នេះដោយអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនិងការវាយឆ្មក់ទៅលើទីបញ្ជាការអង្គការរំដោះប្រជាជនប៉ាឡេស្ទីនក្នុងប្រទេសលីបង់នៅថ្ងៃទី6ខែតុលាឆ្នាំ1973នៅពេលដែលប្រជាជនជ្វីសកំពុងប្រារព្ធពិធីបុណ្យទទួលទណ្ឌកម្មលាងកំហុសដែលហៅថាបុណ្យយូមគីពូកងទ័ពអេស៊ីបនិងស៊ីរីបានចាប់ផ្ដើមវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើកងកម្លាំងអ៊ីស្រាអែលដែលប្រចាំការនៅឧបទ្វីបស៊ីណៃនិងតំបន់ខ្ពង់រាបកូឡុងដែលបង្កើតជាសង្គ្រាមមួយឈ្មោះថាសង្គ្រាមយូមគីពូសង្គ្រាមដែលមានរយៈពេលប្រមាណ20ថ្ងៃនេះបានបញ្ចប់នៅថ្ងៃទី25ខែតុលាដោយអ៊ីស្រាអែលបានយកឈ្នះលើកងកម្លាំងអេស៊ីបនិងស៊ីរីប៉ុន្តែបានទទួលរងការឈឺចាប់ដោយសារទាហានជាង2500នាក់ត្រូវបានបាត់បង់ជីវិតការស៊ើបអង្កេតផ្ទៃក្នុងមួយបានធ្វើឡើងក្នុងបំណងដើម្បីស្វែងរកមូលហេតុដែលអ៊ីស្រាអែលត្រូវរងការវាយប្រហារដោយមិនបានត្រៀមលក្ខណៈជាមុនជុំវិញការធ្វេសប្រហែសនេះបានបង្កើតជាកំហឹងពីសាធារណជនហើយបានបង្ខំឲ្យនាយិកាគឺលោកស្រី Golda Meir លាលែងពីតំណែង